ថ្មិចបើកព្រះអាទិត្យក៏ចុះអស្រង្គត់ជាថ្មីឯស្បៃរាត្រីក៏គ្របដណ្ដប់ពេញលើផ្ទៃមេឃខណៈដែលអ្នកគ្រប់គ្នាចូលនន្ទ្រាស្កប់ស្កល់អស់ទៅហើយបែរជាមានពន្លឺភ្លើងព្រឹមចេញពីបន្ទប់ម្ចាស់ស្រីនៅក្នុងការដ្ឋានទៅវិញតាមទម្លាប់ដូចសពមួយដងរាល់ពេលដែលមានរឿងមិនសប្បាយចិត្តរចនាតែងតែទូរស័ព្ទទៅបងប្រុសរបស់ខ្លួនជានិច្ចដើម្បីទូលពិតគ្រប់យ៉ាងខ្ញុំទ្រាំមិនបានទេបងប្រុសតាំងពីធំដឹងក្តីមកមិនធ្លាប់មានអ្នកណាដៀលខ្ញុំក្នុងចំណោមមនុស្សជាច្រើនបែបនេះទេស្ងប់អារម្មណ៍សិនទៅរចនាខ្ញុំស្ងប់អារម្មណ៍ដូចបងនិយាយមិនបានទេបងខ្ញុំថប់ដង្ហើមស្ទើរស្លាប់ទៅហើយខ្ញុំមិនចង់នៅទីនេះបន្តទៀតទេខ្ញុំទ្រាំនឹងអបិនរិនមុខចៅព្រៃម្នាក់នោះមិនបានទៀតឡើយមនុស្សប្រុសស្អីដៀលមនុស្សស្រីកប់មាត់គ្មានចេះទុកមុខឲ្យនារីភេទសោះរចនាស្ដាប់បងសិនធ្វើចិត្តឲ្យត្រជាក់ហើយឈប់បារម្ភពីរឿងនេះទៀតទៅស្អែកនេះបងនឹងឡើងទៅសំឡូតពីព្រលឹមដើម្បីជួយដោះស្រាយបញ្ចប់បញ្ហាមួយនេះទៅចុះការធានាអះអាងរបស់ទីវ័នប្រៀបដូចជាការដកបន្លាចេញពីទ្រូងរបស់រចនាតែវាមិនបានធ្វើឲ្យភ្លើងកំហឹងរលត់ចេញពីក្នុងចិត្តរបស់នាងទាំងស្រុងនោះឡើយក្រោយពីបញ្ចប់ការសន្ទនាជាមួយនឹងបងប្រុសរចនាខំប្រឹងថ្មិចភ្នែកដេកហើយបន់ស្រន់សូមឲ្យថ្ងៃស្អែកឆាប់ចូលមកដល់នឹងនឹងនាងបានត្រឡប់ទៅភ្នំពេញវិញព្រោះនាងអស់ការអត់ធ្មត់នឹងអ្នកចិត្តខាងចិត្តកំណាចដូចនៃនរិនម្នាក់នេះទៀតហើយថ្ងៃថ្មីឈានចូលមកដល់នៅវេលារសៀលបន្តិចតិវ័នដែលជាបងប្រុសតែមួយគត់របស់រចនាក៏បានធ្វើដំណើរមកដល់បរិវេណការដ្ឋានសន្តាគារនៅលើទឹកដីសម្លូតនៃខេត្តបាត់ដំបងគ្រាន់តែឃើញបងប្រុសរបស់ខ្លួនចុះពីលើឡានភ្លាមរចនាប្រញាប់រត់ទៅទទួលផ្លែតហើយបាននាំផ្លូវបងប្រុសទៅកាន់ចំការនៃសញ្ញាមញញឹមរបស់នរិនយ៉ាងលឿនដោយមិនទុកឱកាសឲ្យតិវ័នបានសម្រាប់ដកដង្ហើមបន្តិចណាឡើយរចនានាំផ្លូវតិវ័នចូលទៅក្នុងចំការរបស់នរិនលួចញញឹមចុងបបោមាត់បណ្ដាព្រោះគិតថាបងប្រុសរបស់ខ្លួនច្បាស់ជាប្រដៅនៃស្វាព្រៃម្នាក់នោះឲ្យបាក់មុខមិនខានផ្ទុយស្រឡះពីការកតុកទស្សនភាពនៅក្នុងចំការរបស់នរិននាពេលនេះបែរជាធ្វើឲ្យទាំងតិវ័នទាំងរចនាបើកភ្នែកធំសត្វចាតើឯងមកដល់ទីនេះតាំងពីអង្កាលហ្នឹងតិវ័នបានឧទានសួរដោយភាពស្រឡាំងកាំងក្រោយពីបានឃើញមិត្តសម្លាញ់របស់ខ្លួនម្នាក់នោះសត្វចាកំពុងអង្គុយជជែកជាមួយនឹងបុរសម្នាក់ទៀតដែលតិវ័នសន្និដ្ឋានថាច្បាស់ជាម្ចាស់ចំការដែលមានបញ្ហាជាមួយនឹងប្អូនស្រីរបស់ខ្លួនមិនខានថ្លែងពីរចនាឯណោះនាងក៏មានអារម្មណ៍ភ្ញាក់ផ្អើលមិនចាញ់បងប្រុសរបស់ខ្លួនប៉ុន្មានដែរដែលបានឃើញគូចំនួនរបស់នាងកំពុងអង្គុយជជែកយ៉ាងស្និទ្ធស្នាលនឹងមនុស្សប្រុសដែលជាមិត្តសម្លាញ់របស់ខ្លួនតាំងពីតូចភ្លាមនោះសត្វជាក៏បានក្រោកឈរឡើងហើយបានបង្ហាញស្នាមញញឹមស្រស់ដាក់បងប្អូនទាំងពីរនាក់ខណៈដែលនរិនម្ចាស់ចំការនៅបន្តអង្គុយស្ងៀមធ្មឹងនិងចងចិញ្ចើមទាំងគូចូលគ្នាដោយក្តីងឿងឆ្ងល់គ្នាទើបតែមកដល់មុននេះបន្តិចដែរណាចុះឯងវិញតើខ្ចក់អីបោះឯងនឹងរចនាឲ្យមកដល់ទីនេះដែរសត្វចាបានសួរបកមកទីវ័នវិញទំនងជានឹកស្មានមិនដល់ដូចគ្នាថាបានជួបមិត្តសម្លាញ់នៅទីនេះជំនួសការឆ្លើយតបភ្លាមនឹងសំណួររបស់សត្វចាតិវ័នបែរជាប្រាប់ប្អូនស្រីរបស់ខ្លួនឲ្យត្រឡប់ទៅការដ្ឋានវិញរចនាត្រឡប់ទៅការដ្ឋានវិញចុះទុករឿងទីនេះឲ្យបងជាអ្នកដោះស្រាយខ្ញុំសូមនៅអង្គុយស្ដាប់ម្នាក់ផងព្រោះមិនទុកចិត្តមនុស្សខ្លះខ្លាចគេនិយាយបំភ្លើសយករួចខ្លួនម្យ៉ាងខ្ញុំក៏ចង់ដឹងថាបញ្ហានេះនឹងបញ្ចប់ទៅដោយរបៀបណាដែររចនានិយាយទៅកាន់បងប្រុសរបស់ខ្លួនប៉ុន្តែលួចលៀងភ្នែកសម្លឹងទៅនរិនរហូតទោះបីយ៉ាងណាភាគីម្ខាងទៀតបន្តរក្សាទឹកមុខស្មើហើយមិនបានអើពើសម្លឹងមករចនាវិញសោះហាក់ដូចជានាងគ្មានវត្តមាននៅទីនោះឡើយត្រឡប់ទៅវិញទៅចាំដោះស្រាយហើយថាយ៉ាងម៉េចសម្បងប្រាប់ឲ្យដឹងបើឯងនៅតែចេះបងនឹងចេញទៅក្រៅហើយទុកឲ្យឯងជាអ្នកដោះស្រាយបញ្ហានេះហើយណា
ពាក្យគំរាមរបស់ទីវ័ននៅពេលនេះធ្វើឲ្យរចនារកពាក្យអ្វីមកប្រកែកបន្តទៀតមិនបានដូច្នេះនាងក៏បង្ខំចិត្តត្រឡប់ទៅការដ្ឋានវិញទាំងមិនអស់ចិត្តផងទាំងនៅខ្នាញ់នឹងនាយនរិនដែលបញ្ចេញរឹកពីឆ្មើងឆ្មៃដូចមានតែឯងនៅលើលោកនេះផងក្រោយពេលដែលរចនាចេញផុតបានបន្តិចការសន្ទនារវាងទីវ័ននិងសត្យាក៏បានបន្តហើយទីវ័នក៏មិនបានភ្លេចរាក់ទាក់ទៅកាន់នរិនដែលជាម្ចាស់ចម្ការនិងជាប់របងនឹងការដ្ឋានរបស់ខ្លួនផងដែរបើតាមខ្ញុំស្មានមិនខុសទេលោកឈ្មោះនរិនជាម្ចាស់ចម្ការនៅទីនេះដែលមានបញ្ហាជាមួយនឹងការដ្ឋានរបស់ខ្ញុំតែមែនទេទីវ័នសួរទៅនរិនដែលកំពុងក្រោកពីកៅអីដើម្បីរាក់ទាក់តបមកទីវ័នវិញត្រឹមត្រូវហើយចម្ការនេះជារបស់ខ្ញុំនរិនឆ្លើយតបមកទីវ័នវិញប៉ុន្តែទឹកដមសំនៀងរបស់គាត់ហាក់មិនសូវតានតឹងដោយពេលសន្ទនាជាមួយនឹងរចនាឡើយនិយាយអញ្ចឹងគម្រោងសន្តាគារថ្មីនៅបាត់ដំបងដែលឯងបានប្រាប់ខ្ញុំកាលពីលើកមុននោះតាមពិតទៅគឺធ្វើនៅសំឡូតនេះឬសត្យាបានសួរទៅទីវ័នបន្តក្រោយពេលដែលនរិនបានបញ្ចប់ប្រយោគរបស់ខ្លួនរួចមែនហើយដីនៅជាប់នេះគឺជាដីដែលក្រុមហ៊ុនរបស់ខ្ញុំបានទិញដើម្បីធ្វើសាខាសន្តាគារថ្មីប៉ុន្តែឥឡូវនេះទើបតែបានបុកគ្រឹះប៉ុណ្ណោះក៏ត្រូវបានផ្អាកដំណើរការជាបន្តអាសិនព្រោះទីវ័ននិយាយមកដល់ត្រឹមនេះគាត់ស្រាប់តែអសម្ដីពាក់កណ្ដាលទីទើបបានរិះភ្នែកសម្លឹងទៅនរិនទាំងអារម្មណ៍ក្រែងចិត្តរឿងនឹងនរិនបាននិយាយប្រាប់គ្នារួចអស់ហើយមានបញ្ហានឹងគ្នាចុះឡើងទើបដឹងថាសុទ្ធតែជាគ្នាឯងសោះសត្យានិយាយបណ្ដាយកដៃម្ខាងមកទះស្មានរិនបណ្ដាខ្ញុំសុំទោសពិតមែនណាលោកនរិនខ្ញុំមិននឹកស្មានទាល់តែសោះថាមនុស្សរបស់ខ្ញុំបង្កការរំខានដល់អ្នកជិតខាងដល់ថ្នាក់នឹងលោកត្រូវការឲ្យខ្ញុំប៉ះប៉ូវឬសងការខូចខាតអ្វីខ្លះលោកប្រញាប់ប្រាប់ខ្ញុំភ្លាមមកខ្ញុំនឹងចាត់ការគ្រប់យ៉ាងជូនភ្លាមទីវ័ននិយាយទៅកាន់នរិនដោយសម្ដីទន់ភ្លន់ខណៈដែលនរិនក៏កំពុងសម្លឹងមកទីវ័នវិញដោយកៅភ្នែកស្រទន់ដូចគ្នាគឺខុសស្រឡះពីកៅភ្នែកដែលអ្នកកំឡោះសម្លឹងទៅមើលរចនាមិនអីទេលោកទីវ័នតាមពិតទៅរឿងនេះក៏មិនមែនជាបញ្ហាធំដុំអ្វីពេកដែរគ្រាន់តែមនុស្សរបស់លោកមិនចេះពង្រួមបញ្ហាតែបើជាពង្រីកបញ្ហាឲ្យកាន់តែធំជាងមុនទៅវិញនរិនឆ្លើយតបទៅទីវ័នវិញមនុស្សរបស់ខ្ញុំដែលលោកសំដៅដល់គឺមេការនៅក្នុងការដ្ឋានរបស់ប្អូនស្រីរបស់ខ្ញុំតាំងពីអ្នកនឹងទាំងប្អូនស្រីរបស់លោកទាំងពូមេការសុទ្ធតែមិនចេះនិយាយរកហេតុផលឲ្យបានស្រួលបួលនិយាយគ្នាមិនទាន់ទាំងដឹងរឿងអ្វីផងអាងចេះលុយអាងប្តឹងបកតើលោកចង់ឲ្យខ្ញុំយល់ព្រមបញ្ចប់បញ្ហាបានដោយ